សួស្តីនៅក្នុងវីដេអូមួយនេះផងដែរដែលខ្ញុំបានអានផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្នាំ2023-2035ហើយក៏ចង់ចែករំលែកនិងសង្ខេបអំពីផែនទីបង្ហាញផ្លូវនេះផងដែរដែលផែនទីបង្ហាញផ្លូវនេះមានចក្ខុវិស័យក្នុងចក្ខុវិស័យគឺដើម្បីផលិតកែប្រែធនធានមនុស្សឬក៏កម្លាំងពលកម្មនៃប្រជាជនកម្ពុជាហ្នឹងគឺដើម្បីឲ្យបានជាជំទល់នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចដែលប្រកបដោយសមត្ថភាពផលិតភាពខ្ពស់ឆ្លើយតបទៅនឹងទីផ្សារការងារបច្ចុប្បន្ននិងអនាគតនឹងផ្ដល់ឱកាសឲ្យទទួលបានការសិក្សាពេញមួយជីវិតនិងធានាថាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិតមានការងារធ្វើសមរម្យមានសេចក្តីថ្លៃថ្នូរនិងមានកម្រិតជីវិតគេហៅកម្រិតជីវភាពនឹងកាន់តែប្រសើរដែលគោលបំណងនៃការធ្វើផែនទីបង្ហាញផ្លូវនេះគឺរាជរដ្ឋាភិបាលចង់ពង្រឹងគុណភាពនៃការអភិវឌ្ឍជំនាញនៅកម្ពុជាឲ្យមានលទ្ធភាពបំពេញសក្តានុពលនៃការរីកចម្រើននៅពេលបច្ចុប្បន្ននិងអនាគតដើម្បីចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិក៏ដូចជាការអភិវឌ្ឍប្រកបទៅដោយចីរភាពនៅក្នុងផែនទីបង្ហាញផ្លូវនេះគេបានរៀបចំជាយុទ្ធសាស្ត្រដែលមាន5យុទ្ធសាស្ត្រដែលយុទ្ធសាស្ត្រទី1មានការពង្រឹងគុណភាពអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនៅក្នុងយុទ្ធសាស្ត្រនឹងផងដែរគេមានគោលដៅគេហៅថាមានគោលដៅចំនួន7សូចនាករគន្លឹះចំនួន8សកម្មភាពអន្តរាគមន៍សូចនាករសមិទ្ធកម្មនឹងចំនួន26នៅក្នុងយុទ្ធសាស្ត្រទី2គឺការលើកកម្ពស់កិត្តិនាមការផ្សព្វផ្សាយនិងការផ្សព្វផ្សាយដែលមានគោលដៅចំនួន5សូចនាករសមិទ្ធកម្មចំនួន6សកម្មភាពអន្តរាគមន៍និងសូចនាករសមិទ្ធកម្មចំនួន10ទី3ការបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈដែលឆ្លើយតបនឹងតម្រូវការឧស្សាហកម្មនឹងមានគោលដៅចំនួន4សូចនាករសមិទ្ធកម្មគន្លឹះចំនួន5មានសកម្មភាពអន្តរាគមន៍និងសូចនាករសមិទ្ធកម្មចំនួន11យុទ្ធសាស្ត្រទី4ការអភិបាលកិច្ចនិងភាពជាអ្នកដឹកនាំដែលនៅក្នុងចំណុចយុទ្ធសាស្ត្រទី4នេះផងដែរគេមានគោលដៅចំនួន6សមិទ្ធកម្មគន្លឹះចំនួន5មានសកម្មភាពអន្តរាគមន៍សមិទ្ធកម្មនឹងចំនួន16ផងដែរហើយយុទ្ធសាស្ត្រទី5គឺការផ្ដល់ហិរញ្ញប្បទាននិងចីរភាពដែលនៅក្នុងយុទ្ធសាស្ត្រទី5នេះផងដែរមានគោលដៅចំនួន4សូចនាករសមិទ្ធកម្មគន្លឹះចំនួន3និងសកម្មភាពអន្តរាគមន៍និងសូចនាករសមិទ្ធកម្មនឹងចំនួន12ផងដែរ